បងទាំងអស់គ្នាដែលទស្សនានៅវីដេអូរបស់ខ្ញុំក្នុងការតេស្តភ្លើងថ្ងៃនេះមកណែនាំបងប្អូនពីរបៀបនៃការបង្កាត់ភ្លើងឲ្យឆេះមុខគីឡូ300ប្រភេទនេះគឺយើងអាចដាក់ផ្ទះបានមុខ1ម៉ែត្រចុះក្រោមបងប្អូនទាំងអស់គ្នាប្រភេទនេះគឺអញនិយាយបានថាវាត្រូវទម្ងន់បាន1អេមហើយតោះខ្ញុំនឹងបង្ហាញពីការរៀបចំដំបូងគឺយើងបើកបហូបងប្អូនទាំងអស់គ្នាណាបើកបហូឥឡូវនេះមកនឹងឲ្យពេលដែលបហូមកដល់ក្នុងនេះនេះប្រហែលជាប៉ុណ្ណឹងបានហើយប៉ុណ្ណឹងបានហើយបន្តមកទៀតយើងបិទវាបិទចឹងមកហ្នឹងហើយដង្ហាលរបស់យើងគឺយើងភ្ជាប់មកដោយសារយើងមានគេហៅប្រភេទដង្ហាលញីឈ្មោលហើយញីឈ្មោលនេះគឺយើងដោតវាបញ្ចូលមកហើយយើងតេស្តមើលវាវល់យើងបើកមើលសិនមកនេះវល់ហើយអញ្ចឹងមានន័យថាបើយើងមានអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្តនេះយើងបង្កាត់ភ្លើងយ៉ាងមកបងប្អូនទាំងអស់គ្នាកាត់ភ្លើងយ៉ាងមកពេលដែលយើងបង្កាត់ហើយចាំឲ្យវាឆេះហើយសធោពេញកន្លសិនតែយើងបើកខ្យល់ដំបូងវានឹងមានផ្សែងបន្តិចពេលដែលវាឆេះបានប៉ុណ្ណឹងហើយយើងចាប់ផ្ដើមទៅបើកខ្យល់ដំបូងបើកអស់យើងមួយបើកអស់បើកអស់មិនស្ទុះគឺវាចាប់បើកអស់ចឹងវិញភ្លើងវាមិនស្ទុះគឺវានឹងចាប់ហើយចឹងរបៀបនៃការបន្ទះភ្លើងជូនបងប្អូនទាំងអស់គ្នាមុខ300គឺមានតែប៉ុណ្្នឹងហើយការតេស្តជូនឲ្យបងប្អូនទាំងអស់គ្នាមើលតែកាលណាវាចាប់មួយហៀងគឺមិនស្ទុះគឺវាចាប់ទាំងអស់ហើយ